ក្នុងអត្ថបទនេះមានសារៈប្រយោជន៍ច្រើនណាស់ទៀតដែលយើងទាំងអស់គ្នាគួរពិចារណាអនុសតិទាំង6នេះយើងបានអាននេះបន្តមកហើយដល់3ចំណុចក្រោយនេះគឺសីលានុសតិការរលឹកឃើញរឿយនៃសិលដែលយើងបានសម្អាតទានហើយមនុស្សយើងម្នាក់ត្រូវរក្សាខ្លួនយើងជាខ្លួនជាមនុស្សចិត្តជាមនុស្សនិងខ្លួនជាមនុស្សចិត្តជាទេវតាដោយធម៌នេះឯងទៀតបើសិនជាយើងមិនបានរក្សាធម៌នេះទេមិនមានសិលទេនោះខ្លួនជាមនុស្សតែចិត្តជាអេរឆានឬក៏ខ្លួនជាមនុស្សចិត្តជាប្រែតក្នុងគណៈដែលអត់បានរក្សាសិលព្រះអង្គសម្ដែងថារក្សាសិលនេះជាមូលដ្ឋានគ្រឹះនៃកុសលធម៌ទាំងឡាយប្រព្រឹត្តទៅដើម្បីនិព្វានដើម្បីលះកិលេសយើងមើលឃើញតើប្រយោជន៍សិលនេះប៉ុណ្ណាទៅផ្ដល់សេចក្តីសុខឲ្យអ្នកដទៃប៉ុណ្ណាទៅសិលនេះឈ្មោះថាអភ័យទានជាទានឲ្យអភ័យទៅដល់អ្នកដទៃមិនខ្លាចមិនភ័យទាំងអស់មានន័យថាបើយើងមិនទៅសម្លាប់គេទេនោះតើគេភ័យទេតែបើមនុស្សចិត្តអាក្រក់វិញដោយបច្ចុប្បន្នអញ្ចឹងគេបង្កើតអាវុធដើម្បីសម្លាប់មនុស្សសម្លាប់គ្នាទៅវិញទៅមកមនុស្សក្នុងពិភពលោកតែងភ័យជានិច្ចព្រួយជានិច្ចក្នុងសុវត្ថិភាពរបស់ខ្លួនមិនដឹងថាពេលណានឹងត្រូវដល់ពេលទុកលំបាកប្រត់ប្រាស់នៃរះចូលដល់ពេលណាគឺអត់ដឹងទេតែបើមានសិលហើយនោះมันអាចមានរឿងរ៉ាវភ័យខ្លាចតក់ស្លុតរបៀបនេះកើតទេអញ្ចឹងសិលនេះគឺជាការឲ្យជីវិតខ្លួនឯងពេលដែលយើងឲ្យជីវិតទៅអ្នកដទៃឲ្យគេរស់មានបានឈ្មោះថាយើងឲ្យជីវិតខ្លួនឯងអាយុវែងដែរហើយបើយើងសម្លាប់ជីវិតគេឈ្មោះថាឲ្យជីវិតខ្លួនឯងខ្លីដែរអញ្ចឹងសំខាន់ណាស់ទាំងរក្សាសិលនេះសំខាន់ណាស់ដូចជាការដែលមិនលួចទ្រព្យសម្បត្តិគេព្រះអង្គហាមមិនឲ្យលួចមកពីអីគេខំរកទ្រព្យសម្បត្តិគេខំរកគេស្រឡាញ់ណាស់ជីវិតគេក៏គេស្រឡាញ់ណាស់ឯទ្រព្យសម្បត្តិគេរកក៏គេស្រឡាញ់គេការពារទុកបើយើងទៅលួចយកពួកគេនាំឲ្យគេក្រគេអត់ពូជក្រហ្នឹងមកដល់យើងវិញដដែលយើងសាងអ្វីបានអាហ្នឹងចឹងកុំសាងសុំកូនប្រុសស្រីរក្សាសិលទៅខ្ញុំសុំឲ្យសុំទៀតដដែលថាឲ្យអភ័យខ្លួនឯងឲ្យសេចក្តីសុខខ្លួនឯងដោយការរក្សាសិលនេះឲ្យជីវិតវែងខ្លួនឯងឲ្យមានទ្រព្យសម្បត្តិខ្លួនឯងឲ្យមានប្តីប្រពន្ធរស់នៅសុខសាន្តជាមួយគ្នាអត់ក្បត់ចិត្តគ្នាខណៈដែលក្បត់ចិត្តហេតុអីបានជាព្រះអង្គមិនឲ្យក្បត់ចិត្តហើយមានទោសមានបាបដោយសារអីដោយសារបានធ្វើឲ្យមានការទុកព្រួយប្រការស្រឡាញ់សត្វលោកព្រះអង្គដឹងច្បាស់ណាស់ថាសត្វលោកដែលកើតទុករាល់ថ្ងៃប្រសិទ្ធក្តីស្រឡាញ់ការស្រឡាញ់ហួងហែងជាប់ជំពាក់នេះឯងដែលធ្វើឲ្យកើតទុកស្រឡាញ់កាន់តែច្រើនទុកកាន់តែច្រើនបើស្រឡាញ់តិចទុកតិចអញ្ចឹងគេមិនចង់ឲ្យអ្នកណាមួយទៅជ្រៀតជ្រែកបំបែកបំបាក់សេចក្តីស្រឡាញ់រវាងភរិយានិងស្វាមីនឹងទេអញ្ចឹងព្រះអង្គហាមព្រោះអីយើងគិតមើលមិនមែនឲ្យគេបែកបាក់តែពីរទេបើសិនគេមានកូនមានអីទៅទៀតនោះតើកូនគេនឹងទៅជាយ៉ាងណាយើងមើលទៅលោកអ្នកមិនដឹងទេអ្នកដែលកំព្រាម៉ែឪអ្នកដែលមេដាបេដាអត់ជុំគ្នាបែកបាក់គ្នាកូនត្រូវកង្វល់យ៉ាងម៉េចខ្លះកូនត្រូវភ័យខ្លាចយ៉ាងម៉េចខ្លះកូនដែលកើតមកចង់បានមេដាបេដានៅជុំគ្នាគឺមានភាពកក់ក្ដៅណាស់សប្បាយរីករាយណាស់ឃើញមេដាបេដាត្រូវគ្នាតែបើម៉ែឲ្យឆ្លោះគ្នាវិញកូនក៏ភ័យក៏បារម្ភណាកូនអត់មានសេចក្តីសុខទេពេលដែលម៉ែឲ្យឆ្លោះគ្នាព្រឹកល្ងាចទន្ទឹមនឹងយ៉ាងម៉េចបើសិនជាលេងគ្នាវិញនោះយើងគិតមើលកូនមួយតើភ័យប៉ុណ្ណាមិនដឹងថាទៅខាងម៉ែឬទៅខាងឪហើយកូនខ្លាចជាទីបំផុតដែលខ្ញុំដឹងទឹកចិត្តរបស់កូនទាំងឡាយមេដាបេដាត្រូវគិតឲ្យមែនតែនកុំស្អីបន្តិចលេងគ្នាស្អីបន្តិចលេងគ្នាត្រូវមានសិលនៅក្នុងខ្លួនគឺវាចាកការប្រព្រឹត្តខុសក្នុងកាមនេះឯងព្រោះអីកូនខ្លាចបំផុតពាក្យថាកូនមុនកូនក្រោយដល់ទៅណាអត់ពេញមុខទេគេថានេះកូនប្រពន្ធមុននេះកូនប្តីក្រោយអាមុនអាក្រោយគឺថាគ្នាអត់មានមុខពេញមុខទេមួយទៀតកូនខ្លាចបំផុតត្រង់អីត្រង់
មានម៉ែចុងឬឪចុងកូនខ្លាចណាស់ទៀតខ្ញុំធ្លាប់ឮឪពុកខ្ញុំដែលគាត់បដៅណែនាំអ្នកស្រុកដែលចេះតែឆ្លោះគ្នាមិនបានគាត់យកកូនមកឲ្យជូនឪពុកខ្ញុំជួយបដៅប្រកាសជាអ្នកបួសរៀនហើយគាត់ចេះដឹងច្រើនហើយគាត់ក៏ជីវភាពគ្រួសារទុធាជាគំរូមួយគាត់តែនិយាយបញ្យល់ចំណុចហ្នឹងខ្ញុំឮគាត់មានប្រសាសន៍ថាប្រពន្ធប្តីប្រពន្ធត្រូវអនុគ្រោះសន្តោសមេត្តាករណារកគ្នាសង្គ្រោះឲ្យគ្នាទៅវិញទៅមកព្រោះអីរស់នៅជាមួយគ្នាមិនចេះអត់ខុសទេតែខុសខ្លះហើយតែបើមើលឃើញខាងល្អនៅចិត្តស្រឡាញ់គ្នាមើលឃើញអាល្អអាខុសមើលអត់ឃើញតែបើអត់ស្រឡាញ់ហើយមើលឃើញតែខុសទេល្អអាល្អមើលអត់ឃើញគាត់ប្រៀបដូចកណាត់មកផ្ទាំងកណាយកមកមានធ្លុះ2 3បាសប្រហោង2 3កន្លែងហ្នឹងបើអ្នកដែលសម្លឹងទៅមើលអាល្អមិនសូវថាប្រមាណតែបើសម្លឹងខាងខុសលើកឡើងកណាត់នេះធ្លុះកណាត់នេះធ្លុះអញ្ចឹងគាត់មានបញ្ជាក់ថាធ្លុះ2 3ប្រហោងគួរយកយល់បានអនុគ្រោះឲ្យទៅនោះអាល្អច្រើនណាស់សពុតដែលល្អច្រើនកណាត់ដែលល្អនៅល្អច្រើនជាងមើលខាងល្អទៅក៏មើលខាងអាក្រក់នេះប្តីប្រពន្ធគឺគួរពិចារណាចំណុចហ្នឹងនេះគឺខ្ញុំសូមនិយាយនេះដើម្បីឲ្យទៅដល់នោះអ្នកដែលធ្លាប់សួរខ្ញុំនោះសួរតាមទូរស័ព្ទតាម Telegram នោះច្រើនមែនតើឥឡូវខ្ញុំឆ្លើយឲ្យហើយទៅនឹងទៅដែលថាខឹងហើយប៉ុន្តែចិត្តវាមិនដាច់បើចិត្តមិនដាច់ទៅដែរខឹងធ្វើស្អីឆ្លោះគ្នាធ្វើស្អីអូមួយទៀតខ្ញុំចង់បញ្ជាក់ឪពុកខ្ញុំគាត់មានប្រសាសន៍ថាគាត់សរបស្រួលអស់ហើយអត់ស្ដាប់នៅតែចង់លេងគាត់ថាចង់លេងក៏លេងទៅព្រោះអ្នកក៏ទៀតតាមានជាប់សាច់ញាតិអីអ្នកក៏ទៀតពីគ្នាតាលេងទៅប៉ុន្តែនោះឯងមើលអាកូនចៅ2 3ល្ងោកនោះនៃក្លក់នោះតើយកវាទៅណាបានគាត់បញ្ជាក់ថានេះពួកនេះកូនទាំងអស់នេះធំឡើងវានឹងមិនពេលដែលរៀបចំគ្រួសារបាក់មេឃបាក់ធៀងមិននោះវាអត់មានម៉ែឪជុំគ្នាពេលរៀបការតើរនណាមកធ្វើម៉ែរកឪហើយកូនទាំងអស់នេះវានឹងខ្លាចពាក្យថាឪចង់ម៉ែចង់វាខ្លាចណានេះខ្ញុំឮពាក្យគាត់បញ្យល់អញ្ចឹងហ្នឹងអញ្ចឹងបានន័យថាព្រះអង្គឲ្យរក្សាសិលនឹងពិសេសណាស់ទៅណាឲ្យសុខដល់កូនចៅឲ្យសុខដល់មនុស្សគ្រប់គ្នាក្នុងគ្រួសារហើយឲ្យសុខមិនទៀតមានអនាគតល្អរបស់កូនចៅប្រុសស្រីពេលដែលម៉ែឪជុំគ្នានេះជាចំណុចសំខាន់អញ្ចឹងសូមអ្នកដែលសួរខ្ញុំមេត្តាគិតឡើងវិញទៅយកយល់គ្នាបានយកយល់ទៅកុំលេងគ្នាអីហើយបើចិត្តមិនដាច់ទេធ្វើស្ដាច់មិនកើតទេកុំឆ្លោះគ្នាអីណាសុំអញ្ចឹងទៅចុះឲ្យថាតាំងមានអ្នកខ្លះមានសង្សារបែកចិត្តហ្នឹងខ្ញុំកាត់ណាស់ដែរតែកាត់មិនដាច់បើកាត់មិនដាច់ព្យាយាមកាត់ទៅបើសិនជារស់នៅជាមួយគ្នាមិនចុះសម្រងគ្នាទេនោះកុំឲ្យវាមានបាបកម្មជាមួយគ្នាយូរអង្វែងអាឆ្លោះជេរគ្នាចុះឡើងសិតតែជាបាបកម្មពីវរាទៀតអញ្ចឹងបើគង់តែចុះសម្រងមិនរួចទេកាត់ឲ្យដាច់ទៅទោះមិនដាច់ក៏ត្រូវតែកាត់ដែរដូចខ្ញុំថាបើទៅដល់មុខទោះមិនដល់ក៏ត្រូវទៅឲ្យដល់បើរែកមិនរែកធ្ងន់រែកមិនរួចក៏ត្រូវតែរែកអាហ្នឹងវាភារកិច្ចនៃជីវិតទេណាសូមអនុមោទនាបុណ្យនៅក្នុងនុសតិចុងក្រោយនេះគឺមានសីលានុសតិចក្ខេនុសតិទេវតានុសតិនុសតិបានឲ្យរលឹកឃើញចំណិចរលឹកជាប់ចំណិចអញ្ចឹងការរក្សាសិលព្យាយាមរលឹកឲ្យពេញចិត្តនឹងសិលដែលខ្លួនបានរក្សាសិល5ឬអបោសតសិលអិច្ឆតាអញ្ចឹងសិលបានលើកឡើងហើយគឺជាអភ័យទានជាទានវិសេសវិសាលបំផុតជាទានប្រព្រឹត្តទៅដើម្បីបានសមាធិហើយការវាចាការផឹកសូរានេះព្រះអង្គហាមមិនឲ្យផឹកមកពីអីមកវាបំផ្លាញពូជបញ្ញាខ្លួនឯងទៀតអត់មានបញ្ញាខ្លួនឯងទេអញ្ចឹងក្នុងគណៈនេះខ្ញុំចង់ឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់រក្សាសិលទាំងអស់គ្នាឲ្យបានដើម្បីផ្ដល់សេចក្តីសុខភាពសុខសាន្តឲ្យខ្លួនឯងនិងក្រុមគ្រួសារដោយមិនកុហកភូតភរឆក់បោកគេអីដូចបានលើកកន្លងមកនេះហើយតែចូលដល់ចាកៈនេះមានន័យថាម៉េចចាកៈនេះប្រែថាការលះនេះគឺលះភាពកំណាញ់លះកិលេសខ្លួនឯងទានក៏ឈ្មោះថាលះដែរគឺឲ្យវត្ថុណាដែលឲ្យទៅតែការឲ្យជួនកាលប្រកបដោយអសវៈតែចាកៈនេះគឺឲ្យដល់អត់ប្រកបដោយអសវៈទេគឺការលះភាពកំណាញ់នៅក្នុងសន្តានចិត្តរបស់យើង
ការលះភាពកំណាញ់នេះក៏ដើម្បីអីសន្តោសអនុគ្រោះដល់អ្នកក្រីក្រអ្នកអត់ព្រោះអ្នកដែលអត់ចង់បានភាពកក់ក្ដៅពីអ្នកមានលុយដើម្បីជួយផ្ដល់ឧបត្ថម្ភទៅឲ្យគាត់នៅក្នុងគណៈដែលគាត់អត់មានអ្វីដែលអាចដោះស្រាយជីវិតបានឯចាគៈដែលព្រះអង្គឲ្យបំពេញទាននោះគឺព្រះអង្គក៏ទ្រង់បញ្ជាក់ដែរវាមានអ្នកឲ្យទៅយធនិងអ្នកទទួលអញ្ចឹងខណៈដែលចង់បានបុណ្យច្រើនអានិសង្សច្រើនព្រះអង្គបញ្ជាក់មាន3អង្គ3ហ្នឹងពិសេសហើយអ្នកឲ្យក៏មានសិលណាឃើញទេនៅតែឲ្យតម្លៃលើសិលហ្នឹងអ្នកដែលលះបង់ទ្រព្យសម្បត្តិឲ្យក៏មានសិលរបស់ដែលបានមកប្រកបដោយធម៌ហើយអ្នកទទួលក៏មានសិលទៀតចាបើអ្នកទទួលអត់សិលអត់បានបុណ្យច្រើនទេតែបើអ្នកទទួលមានសិលបានបុណ្យច្រើនហើយអាចឧទ្ទិសបុណ្យកុសលនេះជូនដល់ទៅមេត្តាបិតាបាននោះចំណុចសំខាន់ត្រង់នោះបានថាតម្លៃសិលថ្លៃណាស់ទៀតមានន័យថាព្រះអង្គសម្ដែងថាឲ្យអ្នកមានសិលម្ដងបានបុណ្យច្រើនជាងអ្នកអត់សិលឲ្យអ្នកអត់សិល100ដង100ឆ្នាំមិន100ដង100ឆ្នាំច្រើនណាស់ហើយយើងមានរស់ដល់100ឆ្នាំទៀតបើឲ្យអ្នកអត់សិល100ឆ្នាំបានស្មើអ្នកមានសិលម្ដងអញ្ចឹងព្រះអង្គឲ្យតម្លៃលើសិលហ្នឹងខ្លាំងណាស់ទាំងសិលហ្នឹងឯងជាគ្រឹះមូលដ្ឋាននៃកុសលធម៌ដែលបានលើកឡើងហើយអញ្ចឹងចាគៈនេះគឺការលះកំណាញ់ហើយលះអាសវៈគឺដោយចិត្តមេត្តាអនុគ្រោះសន្តោសដល់អ្នកដទៃពិសេសដល់ភិក្ខុសង្ឃទាំងឡាយដែលលោកក៏ព្យាយាមប្រតិបត្តិធម៌នោះឯងការលះនេះដើម្បីអីដើម្បីសង្កត់ធម៌លោភៈទាំងព្រមមនុស្សយើងលោភៈច្រើនណាស់វាចាប់ចម្ពាក់នឹងធម៌លោភៈនឹងច្រើនដោយសារខំរមមកហើយចេះស្រឡាញ់អារបស់រស់បានហ្នឹងរបស់ដែលរកបានដោយកម្លាំងញើសឈាមខ្លួនឯងតិចក្តីតូចក្តីតិចក្តីស្អាតមិនស្អាតល្អមិនល្អមិនដោយគឺស្រឡាញ់ទាំងអស់ឲ្យតែបានមកអញ្ចឹងស្រឡាញ់ហ្នឹងចេះតែលោភចង់បានទៅគាត់តែច្រើនទៅលេងចេះគ្រប់ហ្មងលោភតរពេលវេលាធ្វើបន់អត់បានអ្នកខ្លះទាំងដល់តែមែនតែនទៅភ័យតែចាយមិនក្រន់ខំរស់ឲ្យរស់ទៀតអត់គិតបន់បាបអីទេគិតតែចាយមិនក្រន់តើចាយមិនតាន់អត់បានគិតថាជីវិតនឹងស្លាប់ថ្ងៃណាដែរប្រយ័ត្នចាយមិនតាន់តើបានតែបាបអត់បានចាយធ្វើបុណ្យទេក៏ណានឹងខកបដ ாய் ទៀតខកជីវិតនឹងមែនតែនហើយក្នុងគណៈដែលយើងរស់នៅហ្នឹងបរិច្ចាគធ្វើទានហើយនោះក៏ទៅតែមិនត្រូវព្យាយាមដោយកន្លងមកនេះអញ្ចឹងអញ្ជើញមកនេះសិទ្ធិអ្នកដែលមានឧបនិស្ស័យពីអតីតជាតិហើយធ្លាប់សន្សំហើយដោយលំទាអគ្គហាបាសកាហជួជាមៀបដែលលោកព្យាយាមបានមើលបត្រៃបដកសិទ្ធិមានឧបនិស្ស័យពីអតីតជាតិដែរទៀតបានចិត្តចង់មើលបំចឹងអត់ទេទៀតខ្ជិលមើលឃើញសភៅក្រាស់លេងមើលហើយខ្ញុំបត្រៃបដកនេះមើលតាំង93មើល2 3ជាប់ហ្នឹងដោយសារអីដោយសារអានឹងជាឧបនិស្ស័យពីអតីតជាតិទៀតដែលមើលយល់អ្នកខ្លះមើលអត់យល់តែបើមើលយល់ជក់ទៀតជក់ពីវិភាគទៅវិភាគមើលឲ្យអត់តន់ចេះអស់ជក់មើលទៀតមើលឲ្យបានចេះចាំដើម្បីដឹងប្រតិបត្តិនឹងជាឧបនិស្ស័យដែលយើងសន្សំទាំងអស់គ្នាសិតតែធ្លាប់សន្សំបុណ្យកុសលឧបនិស្ស័យជាមួយគ្នាហើយយើងបន្តទៀតទៅកុំឲ្យបាត់ពូជបាត់និស្ស័យនៃបុណ្យកុសលធ្វើយ៉ាងណាឲ្យខ្លួនជាមនុស្សចិត្តជាមនុស្សឬក៏ចិត្តជាទេវតាណាដែលយើងកំពុងតែស្ដាប់ធម៌នេះអានឹងកំពុងតែសន្សំពូជទេវតានោះហើយមកស្ដាប់ធម៌បានតើមានអីមានសទ្ធាជឿលើកម្មផលជឿបុណ្យបាបបានមកស្ដាប់អញ្ចឹងសទ្ធាមានណាមានសិលមួយទៀតដែលនិយាយហើយមិញហ្នឹងព្យាយាមរក្សាសិលឲ្យបានល្អទៅមានសិលសទ្ធាសត្តៈមានសិលមានការស្ដាប់ធម៌លើពងស្ដាប់មែនអត់តែស្ដាប់បានច្រើនតិចមិនមកមិនដឹងទេណាស្រេចចិត្តម្នាក់បើស្ដាប់ដោយគោរពពាក្យទូលមានព្រះអង្គដោយព្រះអង្គសម្ដែងអញ្ចឹងណាព្រះអង្គសម្ដែងខណៈដែលយើងបានប្រឹងប្រែងព្យាយាមមានសទ្ធាក្នុងពុទ្ធសាសនាហើយរមែងគ្រប់សង្កត់អីទោសៈកុំឲ្យខឹងក្រោធអញ្ចឹងរក្សាសិលហើយកុំឲ្យខឹង
ក្របសង្កាត់មោហៈកុំឲ្យវង្វេងក្របសង្កាត់លោភៈកុំឲ្យវាលោភលន់តែទន្ទឹមហ្នឹងក៏ត្រូវមានអីត្រូវមានការស្ដាប់ធម៌ការលះបង់ទ្រព្យសម្បត្តិធ្វើទានហើយស្ដាប់ធម៌ទៀតអញ្ចឹងលក្ខណៈដែលយើងមានអីខ្លះមានសទ្ធាសីលៈសត្តៈចក្ខៈបញ្ញាឥឡូវសទ្ធាគឺសទ្ធាជឿជាក់លើកម្មនិងផលរបស់កម្មជឿថាអាត្មាអញសាងបុណ្យប្រកបជាបានបុណ្យហើយបានសេចក្តីសុខនឹងសទ្ធាទៀបឯងតែសទ្ធាកាន់តែខ្ពស់ទៀតនោះគឺជាសទ្ធាដែលបំពេញដោយមិនមានកំណាញ់មិនមានស្ដាយក្រោយមិនមានដូចថាតាក់ទើយទេទាំងសទ្ធាជឿប្រកបថាព្រះអង្គសម្ដែងមិនចឹងណាចឹងមកសម្ដែងថាធ្វើកម្មល្អបានល្អកម្មអាក្រក់បានអាក្រក់ហើយសទ្ធាព្រះអង្គសម្ដែងថាសមាធិជាគរុកម្មសមាធិជាបុណ្យកុសលមហាសាលមិនអាចកាត់ថ្លៃបានមហកតៈចិត្តជាចិត្តដែលខ្ពស់ដែលប្រះចាកនិវរណធម៌5ជាចិត្តដែលធ្វើឲ្យបញ្ញាកើតឡើងគឺជឿច្បាស់ចឹងគឺថាយើងប្រឹងប្រែងហ្មងទៅអត់ចោលទេអត់ចោលពេលវេលាណាក៏ឆ្លៀតដែររក្សាសិលឲ្យជាប់កុំឲ្យដាច់ពពុះពេលរកពេលវេលាដើម្បីសមាធិរកសមាធិពេលវេលាទៀតនោះមិនគឺស្ដាប់យើងស្ដាប់ផងជាប្រតិបត្តិផងហើយដល់យើងលះបង់ផងដោយលោកអ្នកទៅសមាធិអញ្ចឹងទាំងអស់គ្នាទៅម្នាក់មិនអ្នកណាមានស្អីអង្គក៏យកអង្គទៅណាមានបន្លែក៏យកបន្លែទៅណាមានលុយក៏ចូលតាមសទ្ធាទៅឧបត្ថម្ភជួយគ្នាទៅវិញទៅមកអាហ្នឹងចាកៈដែរលះការកំណាញ់បើចឹងដល់ពេលដែលមានសទ្ធាមានចាកៈមានសត្តៈគឺមានសមាធិនឹងឯងនាំមានបញ្ញានោះនិយាយពីបញ្ញាគឺអត់ចោលសមាធិបានទេព្រោះសមាធិជាហេតុបញ្ញាជាផលអញ្ចឹងសួរថាតើយើងបានរៀបរយជីវិតយើងបានហើយនៅយើងបាននឹករលឹកឃើញពាក្យព្រះអង្គទូលមានហើយយើងបានអនុវត្តមានន័យថាជឿជាក់លើខ្លួនឯងច្បាស់ថាអាត្មាអញបានរៀបរយជីវិតរបស់អាត្មាអញទៅតាមដំណើរដែលព្រះអង្គទ្រង់សម្ដែងកើតជាតិណាអត់ស្គាល់លំបាកទេអត់ទៅទុក្ខតិទៅនរកប្រែតដេរឆានអសូរកាយទេយ៉ាងហោចក៏ត្រឹមសម្បត្តិមនុស្សដែរប៉ុន្តែក្នុងឋានៈដែលអាត្មាអញស្ថិតក្នុងឋានៈជាមនុស្សនោះមិនអាចគេចផុតបានទេពីទុក្ខវេទនាតាមផ្លូវកាយផ្លូវចិត្តប្រពន្ធជនត្រូវតែទទួលវិបាករបស់កម្មដែលខ្លួនសាងហើយមិនតាន់អស់នៅតែបន្តទទួលតទៅទៀតដូច្នេះអាត្មាអញត្រូវសាងកម្មជាកុសលឲ្យបានច្រើនដើម្បីដើរចេញពីទុក្ខលំបាកផ្លូវកាយចិត្តនេះឯងដូច្នេះមានតែសមាធិទេដែលជាអ្នកដើរតួសម្លាប់អវិជ្ជាព្រោះបានសម្លាប់អាហារអវិជ្ជាចឹងអាហារអវិជ្ជាបើអស់ហើយអវិជ្ជាមិនអាចរស់បានចឹងក្នុងគណៈដែលសមាធិសម្លាប់អវិជ្ជាឯងតែធ្វើឲ្យយើងយល់ត្រូវគិតត្រូវធ្វើអ្វីក៏ត្រូវគណៈដែលយល់ត្រូវធ្វើត្រូវអីទាំងអស់នេះយើងស្ថិតក្នុងមនុស្សដែលមានគុណធម៌គឺសិលនឹងឯងឲ្យតម្លៃមនុស្សជាមនុស្សដែលមានគុណធម៌ជាសិលប្រព្រឹត្តទៅដើម្បីសមាធិនេះជាធម៌ដ៏ថ្លៃថ្នូរបំផុតដើម្បីរួចផុតចាកទុក្ខអញ្ចឹងយើងចិត្តថ្លាសប្បាយរីករាយទៅថាយើងបានជួបជុំគ្នាកសាងបុណ្យកុសលជុំគ្នាកសាងចំដូលទុកជាសម្បត្តិជាតិសម្បត្តិបុណ្យនេះទន្ទឹមនឹងយើងក៏នាំគ្នារក្សាសិលចម្រើនភាវនាហើយពិសេសគឺទានបារមីដែលយើងបានកសាងចំដូលនឹងមានទានបារមី2ទៀតបារមីទានគឺស្អីអមិសទាននិងធម្មទានអមិសទានយើងកសាងប្រាសាទតម្កល់ត្រៃបដកដែលនាំឲ្យបានបុណ្យក្រៃលែងមិនអាចប្រៀបធៀបបានហើយនាំឲ្យមានផ្ទះនៅដ៏ល្អប្រសើរសុខសាន្តអត់មានចរិយឧបទ្រពចរិយអីនៅក្នុងនឹងទេព្រោះអីតម្កល់ប្រធរមិនតម្កល់មនុស្សបឋិជនឆ្លោះគ្នាជេរគ្នាកាប់ចាក់គ្នាទេណាបើយើងសាងផ្ទះឲ្យមនុស្សបឋិជនមួយចំនួននៅនោះគឺអត់មានបានសាងបុណ្យអីទេយកផ្ទះនោះទៅផឹកស្រាលេងលបែងវាយគ្នាឆ្លោះគ្នាពេញហ្នឹងអត់មានបានស្អីទៅអត់មានបានបុណ្យទេតែនេះតម្កល់ប្រធរនាំមានមនុស្សឲ្យមនុស្សបានសេចក្តីសុខធម៌តិចតិជុំចឹងអានុភាពនៃបុណ្យនេះឲ្យមានផ្ទះនៅល្អប្រសើរសុខសាន្តរុងរឿងជារៀងរហូតទៅមួយទៀតធម្មទានដែលជាទានទាំងពួងគឺចាគម្ពីរបត្រៃបិដកដូច្នេះយើងដឹងហើយថាពុទ្ធវចនៈមានតម្លៃប៉ុណ្ណាចាគម្ពីរបត្រៃបិដកតើមានឥទ្ធិពលរិទ្ធអំណាចប៉ុណ្ណានៃធម៌នឹងមានដេជះបារមីអច្ឆរិយៈខ្លាំងណាស់ណាដែលធ្វើឲ្យមនុស្សធម្មតាណាទាំងអស់គ្នានឹងអាចប្រព្រឹត្តធម៌បានហើយសន្សំបំពេញបុណ្យបារមីនៅក្នុងការ
ចម្រើនសិលសមាធិបញ្ញានេះទៅជាព្រះអរិយបុគ្គលបានសួរតើល្អប៉ុណ្ណាទៅនេះល្អមែនទេណាដែលថាធម៌នឹងមានតែជាបានដើម្បីឲ្យមនុស្សคล้ายទៅជំនួសដែលមានរិទ្ធអភិញ្ញាคล้ายជាព្រះអរិយបុគ្គលវិសេសវិសាលបំផុតអញ្ចឹងបានបនច្រើនកៃលែងទៅណាសូមអនុមោទនា